ប្រទេសចាប់ផ្ដើមដួលនៅថ្ងៃដែលប្រជាជនអស់ជំនឿលើយុត្តិធម៌អស់ជំនឿលើច្បាប់និងអស់ជំនឿលើអនាគតអំណាចដែលរឹងមាំពិតប្រាកដមិនមែនកើតចេញពីកម្លាំងបញ្ជាឬការគ្រប់គ្រងដោយភាពភ័យខ្លាចទេអំណាចពិតកើតចេញពីការឈ្នះចិត្តរាស្ត្របើអ្នកដឹកនាំអាចរក្សាទឹកចិត្តរាស្ត្របានគឺស្មើនឹងរក្សាគ្រឹះនៃនគរបានតែបើចិត្តរាស្ត្រវឹកវរនោះនគរទាំងមូលក៏ចាប់ផ្ដើមរង្គោះរង្គើរាស្ត្រមិនទាមទារឲ្យអ្នកដឹកនាំល្អឥតខ្ចោះទេរាស្ត្រគ្រាន់តែចង់ឃើញថាច្បាប់ត្រូវបានអនុវត្តប្រកបដោយសមភាពយុត្តិធម៌នៅតែមាននិងពលរដ្ឋតូចតាចនៅមានទីឈរនៅក្នុងសង្គមពេលប្រជាជនជឿថាការខិតខំអាចផ្លាស់ប្ដូរជីវិតបានពួកគេមិនខ្លាចអត់ធ្មត់នឹងការលំបាកទេតែពេលមនុស្សចាប់ផ្ដើមជឿថាច្បាប់គ្រាន់តែការពារអ្នកមានអំណាចអំពើអយុត្តិធម៌គ្មានអ្នកទទួលខុសត្រូវហើយអនាគតត្រូវបានបិទចំពោះមនុស្សសាមញ្ញនោះគ្រោះថ្នាក់ពិតប្រាកដកើតឡើងសង្គ្រាមជាមួយសត្រូវខាងក្រៅគេអាចនៅមើលឃើញទីហ៊ានឃើញអាវុធឃើញព្រំដែននិងឃើញគ្រោះថ្នាក់ប៉ុន្តែសង្គ្រាមនៅក្នុងចិត្តរាស្ត្រវាស្ងាត់ជាងហើយគ្រោះថ្នាក់ជាងវាមិនផ្ទុះឡើងភ្លាមទេវាចាប់ផ្ដើមពីការអស់សង្ឃឹមបន្តិចម្ដងពីការស្ងៀមស្ងាត់ពីការមិនចង់និយាយពីការមិនចង់ចូលរួមនិងពីការមិនជឿថាសម្លេងរបស់ខ្លួនអាចផ្លាស់ប្ដូរអ្វីបាននគរមួយមិនខ្លាំងដោយសារអាគារខ្ពស់ផ្លូវធំឬពាក្យស្លោកពីរោះតែមួយមុខទេនគរខ្លាំងដោយសាររាស្ត្រមានជំនឿថាខ្លួនមិនត្រូវបានបោះបង់ចោលនគរខ្លាំងដោយសារពលរដ្ឋសាមញ្ញមានអារម្មណ៍ថាប្រទេសនេះក៏ជារបស់ខ្លួនដូច្នេះអ្នកដឹកនាំនិងអ្នកនយោបាយគ្រប់និន្នាការគួរកុំប្រឹងបកផ្សែងត្រូវពន្លត់ភ្លើងកុំដោះស្រាយតែរូបភាពខាងក្រៅត្រូវមើលដល់ឫសគល់នៃវិបត្តិភ្លើងដែលគួរឲ្យខ្លាចបំផុតមិនមែនជាភ្លើងដែលឆេះលើដីទេតែជាភ្លើងដែលឆេះនៅក្នុងចិត្តរាស្ត្រដំណោះស្រាយមិនមែនជារឿងស្មុគស្មាញរហូតដល់ធ្វើមិនបាននោះទេវាចាប់ផ្ដើមពីរឿងសាមញ្ញបំផុតនោះគឺធ្វើឲ្យច្បាប់មានតម្លាភាពមានអ្នកទទួលខុសត្រូវមិនថាជាអ្នកតូចឬក៏អ្នកធំមន្ត្រីដែលបម្រើរាស្ត្រត្រូវបានលើកទឹកចិត្តមន្ត្រីដែលធ្វើបាបរាស្ត្រត្រូវបានដកចេញហើយត្រូវទទួលទោសទណ្ឌដោយពិតប្រាកដសេវាសាធារណៈមិនពុករលួយត្រូវតែលឿនរហ័សនិងគ្មានការរើសអើងការត្អូញត្អែររបស់ប្រជាពលរដ្ឋត្រូវមានអ្នកស្ដាប់និងមានលទ្ធផលមិនមែនរត់សាត់ទៅតាមខ្យល់នោះទេពេលរដ្ឋស្ដាប់រាស្ត្រហើយផ្ដល់ដំណោះស្រាយរាស្ត្រក៏ចាប់ផ្ដើមជឿលើរដ្ឋវិញស្ដាប់អ្នកលក់ដូរតាមផ្លូវស្ដាប់កម្មករកសិករគ្រូបង្រៀនគ្រូពេទ្យមន្ត្រីតូចតាចនិងយុវជនចំណុចសំខាន់មួយទៀតគឺត្រូវកុំយល់ញៀតរហូតឃ្លាតច្បាប់ប្រទេសមួយមិនអាចរឹងមាំបានទេបើច្បាប់បត់ទៅតាមឈ្មោះតាមតំណែងបកពួកឬខ្សែស្រឡាយអ្វីដែលបំផ្លាញទឹកចិត្តរាស្ត្រខ្លាំងបំផុតមិនមែនភាពក្រីក្រទេប៉ុន្តែជាការមើលឃើញថាអ្នកខ្លះខុសហើយនៅតែរួចខ្លួនហើយបន្តធ្វើខុសទៀតនៅតែរួចខ្លួនទៀតបើចង់រក្សានគរត្រូវរក្សាទឹកចិត្តរាស្ត្របើចង់ឲ្យជាតិរឹងមាំត្រូវធ្វើឲ្យច្បាប់គួរឲ្យគោរពយុត្តិធម៌គួរឲ្យជឿនិងអនាគតគួរឲ្យសង្ឃឹមនៅថ្ងៃដែលរាស្ត្រអស់ជំនឿនោះជាតិទាំងមូលនឹងចាប់ផ្ដើមដើរចូលកលយុគ